សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកប្រាប់តទៅជាមួយនឹងការកុំព្យូទ័រយើងនៅពេលដែលយើងបើក power វាមកវានឹងមាន load ផ្ទាំងមួយញ៉ៃលើកុំព្យូទ័ររបស់យើងប៉ុន្តែតាមប្រភេទកុំព្យូទ័រខ្លះអត់ load កុំព្យូទ័រខ្លះក៏ load ជាងទៅសម្រាប់កុំព្យូទ័រខ្ញុំវាតែងតែ load ប្រភេទ Microsoft នេះមកអ្នកនរគ្នាដោយសារនៅពេលដែលខ្ញុំ open កុំព្យូទ័រទៅវា load ផ្ទាំងនឹងមករហូតអញ្ចឹងខ្ញុំអត់ចង់ឲ្យវារំខាន load ផ្ទាំងនឹងមកទៀតទេអញ្ចឹងជំហានទី1អ្នកនរគ្នាចុចនៅកន្លែង start នេះមកបន្ទាប់ពីហ្នឹងអ្នកនរគ្នាត្រូវវាយពាក្យតាមខ្ញុំ system វាយពាក្យថា system confirm អញ្ចឹងឥឡូវហ្នឹងsorry អ្នកនរគ្នាដោយសារតែវាភ្លេចដក clear អញ្ចឹងយើងវាយពាក្យ confirm អញ្ចឹងចេញមកអ្នកនរគ្នានេះពាក្យថា system confirm អញ្ចឹងអ្នកនរគ្នាចុចលើនៅមួយមករងចាំវាតិចបន្ទាប់មកអ្នកនរគ្នានឹងឃើញពាក្យថា start up អញ្ចឹងអ្នកនរគ្នាចុចនៅលើ start up ហ្នឹងមកហើយអ្នកនរគ្នានឹងឃើញពណ៌ខៀវអក្សរពណ៌ខៀវនេះពាក្យថា open text management នេះអញ្ចឹងកន្លែងនេះអ្នកនរគ្នាចុចមួយមកបន្ទាប់ពីចុចមកអ្នកនរគ្នានឹងឃើញផ្ទាំងដែលរបស់ខ្ញុំ load មកគឺ Microsoft នេះអ្នកនរគ្នាវាតែងតែនៅពេលដែលខ្ញុំ open កុំព្យូទ័រមកបើកវាទៅវា load មករហូតអញ្ចឹងយើងចង់ឲ្យវាបាត់នៅពេលដែលបើកកុំព្យូទ័រមកកុំឲ្យវា load មកយើងចុចលើនឹងមួយមកហើយវាចេញពាក្យថា disable អញ្ចឹងយើងចង់ឲ្យវា enable មកវិញដើម្បីកុំឲ្យវា load អញ្ចឹងអ្នកនរគ្នាចុចលើនឹងហើយបន្ទាប់មកចុច disable នេះមកវានឹង enable ខ្លួនឯងឥឡូវហ្នឹងបន្ទាប់មកវាចេញ enable មកអ្នកនរគ្នាអញ្ចឹងរបស់ខ្ញុំគឺនឹងបាត់ហើយអញ្ចឹងអ្នកនរគ្នាអាចខ្វែងវាចេញទៅវាបាត់ហើយអ្នកនរគ្នានៅពេលដែលអ្នកនរគ្នាបើកកុំព្យូទ័រមកវាលែងមានទៀតហើយអញ្ចឹងសម្រាប់វីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអ្នកនរគ្នាសូមអរគុណ